Bà chụp zoom ống là lâu đi bà giờ một đôi cái chân ti bà hay chụp chân ti đàiอายุtập mà năm chiêng pi năm mấy về ảnh nhưng hợp ca tích tới giấy bà nè nè bà nè cả bị năm tới về ban màn khai bà đo lời ca những dương cạch ca chào ba chụp năm ní dương về ban ba mà năm chiêng tới giấy bà mà năm tung buôn khai phèm khai nè bà lời ban ca bà nèสำหรับไงទី2ខែ11បាទឆ្នាំ2025បាទនេះរដូវកាលថ្មី2025 2026បានប៉ុណ្នេះបងណាសម្រាប់ថ្ងៃនេះវាឃើញវាផ្កាបានប៉ុន្មានដើមដែរ4 5ដើមដែរជាមួយយើងទៅមើលដើមបន្ទាប់ទៀតតើវាផ្កាមិនអានេះវាផ្កាបានតែមួយមេឃវាមានប៉ុន្មានតងដែរវាអាចនឹងថាវាមិនតន់នឹងល្អទេទើបចាប់ផ្ដើមដំបូងបាទហើយដើមនេះក៏វាបាទផ្កាដែរបាទនេះក៏វាផ្កាដែរបងប្អូនបាទនេះបាទនេះបាទចន្ទទីអាយុមួយឆ្នាំ4ខែបាទកាបានប៉ុណ្នេះហើយសម្រាប់ថ្ងៃទី2ខែ11យើងហ្នឹងបាទឆ្នាំ2025រដូវកាលថ្មីបាទចាប់ផ្ដើមតិចតិចហើយបាទយើងត្រូវតែប្រឹងថែទាំដើមរដូវនឹងទាំងអស់គ្នាបងណាព្រោះតែចន្ទទីវាបានថាដើមរដូវទេវាអត់សូវមានស្រឡឹកច្រើនអញ្ចឹងយើងថែទាំឲ្យបានដិតដល់បន្តិចបាទសម្រាប់ដើមរដូវបាទហើយសម្រាប់ដើមនេះបើវាមិនតាន់ផ្កាទេបងឃើញដើមវាដងដើមវាល្អបាទដោយសារយើងថែទាំវាដិតដល់សម្រាប់ឆ្នាំតទៅឆ្នាំចៃអីយើងបាញ់វារហូតបាទចន្ទទីអាយុ2ឆ្នាំអីហ្នឹងវាគឺត្រួយដោះអត់ខ្ជិលទេបងប្អូនសំខាន់ឲ្យយើងបានថែទាំវាដិតដល់បាទនេះគឺកម្ពស់វាហើយខ្ទង់បាទ2ម៉ែត្រហើយពីដីទៅបាទនេះពីដីទៅបាទជា2ម៉ែត្រ2ម៉ែត្រជាងហើយបាទកាប់ពិតយើងត្រូវតែងមែកនេះចោលខ្លះនេះមិនខំក្រោមនេះបងនេះប៉ុន្តែដោយសារយើងគិតថាឆ្នាំនេះយើងត្រូវបេះបានខ្លះអាទៀតហ្នឹងអញ្ចឹងយើងទុកសិនបាទយើងទុកបេះផ្លែហើយអស់បាទចាំយើងសេរីកាត់មែកណាទៀតចោលឲ្យអស់បាទទុកឲ្យវាឡើងលើបន្តិចបាទបើសិនជាយើងកាត់ពេលនេះបាទដូចយើងកាត់លុយចោលហ្នឹងអញ្ចឹងយើងទុកវាបេះសិនទៅព្រោះថាមួយមេឃវាអាចនឹងចេញទួងផ្កាច្រើនដែរបាទនេះអញ្ចឹងយើងសេរីតាមនឹងមកបាទដើមនេះមិនតាន់មានផ្កាទេបាទជាមួយខ្ញុំរកដើមណាមានផ្កាឲ្យបងប្អូនមើលមួយដើមទៀតបាទអានេះក៏នៅដែរបាទនេះបងនេះដើមនេះផ្កានេះបងនេះដើមផ្កាបាទចន្ទទីកាលណាតែតួងនឹងវាមានផ្កាមានន័យថាអាតួងនេះតួក្បែរហ្នឹងវាត្រៀមនឹងផ្កាដែរហើយបាទនេះអាពុំចេញវាអាចនឹងមកផ្កាដែរបាទហើយជា2ថ្ងៃ3ថ្ងៃទៀតវាចេញមកកំពុំផ្កាដូចគ្នាអញ្ចឹងបងណានេះបាទហើយមកអីនោះបាទនោះចន្ទទីដើមចាស់ហ្នឹងណានោះនេះវាចេញត្រួយចេះខ្លះបាទដើមខ្នេះវាមិនតន់ចេញខ្លះយើងនៅតែចន្ទទីបងប្អូនធ្វើកុំបខំពេកបងណាយើងធ្វើសំខាន់ថ្នាំសត្វល្អិតថ្នាំចៃថ្នាំតកៅហ្នឹងយើងថែដល់ប៉ុន្តែសម្រាប់ថ្នាំទាញត្រួយទាញកាយហ្នឹងបងប្អូនកុំរំពឹងពេកបាទកុំរំពឹងពេកមកមុំទៅបានហើយព្រោះថាព្រោះថាយើងអាចចំណាយលុយច្រើនដែរបើសិនយើងគិតដល់រឿងហ្នឹងនោះចន្ទទីដើមចាស់ចុះបើសិនយើងអត់បានចំមុះទេបាទការបាញ់ទាញត្រួយទាញកាយហ្នឹងបាទវាអត់បានដូចចិត្តយើងទេបាទចន្ទទីចេញត្រួយបើយើងសង្កេតមើលទៅវាតាមរដូវទឹកភ្លៀងបាទបើសិនជាមេឃនៅភ្លៀងដីនៅសើមឬវាមិនតាន់ដុះរួចទេអញ្ចឹងកាលណាឬខ្ចីវាអត់តាន់មានអាត្រួយហ្នឹងក៏វាអត់តាន់មានដែរបាទអាដើមខ្លះវាវានៅលើវាផុតដង្ហើមទឹកអញ្ចឹងវាចេញត្រួយមុនដូចនេះបាទនេះអាដើមចិត្តហ្នឹងដូចថាវាដើមតូចជាងអាដើមនោះវាចាស់ជាងអញ្ចឹងទៅបាទបងប្អូនធ្វើចន្ទទីត្រូវតែរៀនត្រូវតែសិក្សាស្វែងយល់ខ្លួនឯងបាទគុំតាមតាអ្នកបច្ចេកទេសថ្នាំនឹងពេកបាទបច្ចេកទេសថ្នាំពេកក្រលហាមលើហ្នឹងបាទមានប៉ុណ្្នឹងទេបងប្អូនណាបាយបាយបាទនេះបងប្អូនផ្កាចន្ទទីលើកចុងក្រោយនេះសម្រាប់ថ្ងៃទីថ្ងៃទី2ខែ11ឆ្នាំ2025បាទនេះបើនេះមកនេះណាចាប់ដើមផ្កាហើយបាទនេះ